Africa តន្ត្រីសតនៃសម្រាប់អ្នក NRG 89 FM ចាវិលត្រឡប់មកវិញទៀតហើយចាបន្តពីបទចម្រៀងពីបទចាជូនដល់ប្រិយមិត្តអ្នកស្ដាប់ចាសម្រាប់ក្នុងកម្មវិធី Mission ចាថ្ងៃនេះចាឥឡូវនេះចាយើងវិលត្រឡប់មកក្នុងបទសម្ភាសន៍របស់យើងជាមួយភ្ញៀវកិត្តិយសវិញម្ដងចាគឺបទសម្ភាសន៍ទេពកោសល្យរបស់អ្នកហើយជាមួយនឹងភាពកិត្តិយសរបស់យើងគឺមកពីក្រុមសិល្បៈខ្មែរអមតៈចាហើយថ្ងៃនេះពួកគាត់នឹងចែករំលែកតាក់ទងចំណេះដឹងខាងផ្នែកសិល្បៈទម្រង់យីកេណាចាប៉ុន្តែមុននឹងត្រឡប់គេថាចូលទៅដល់ស៊ីជម្រៅណាយើងជជែកគ្នាលេងបន្តិចចាមុននឹងភ្ញៀវកិត្តិយសចាទី1របស់យើងគឺលោកលីវឌ្ឍនាចាលីវឌ្ឍនាចាជាខាងផ្នែកគេថាទំនាក់ទំនងទីផ្សារណាចាហើយភ្ញៀវកិត្តិយសទី2របស់យើងចាប្អូនប្រុសថេងសគឹមសចាគឹមសចាអូខេហើយប្អូនស្រីចាស្រីមីចាឥឡូវនេះចាមុននឹងគេថាចូលជ្រៅទៅក្នុងទម្រង់សិល្បៈណាចាចង់ដឹងថាហេតុអីចាប្អូនទាំងពីរហ្នឹងជ្រើសរើសចាយកជំនាញទម្រង់ល្ខោនយីកេនេះចាប្អូនប្រុសបាទបងសម្រាប់ខ្ញុំបាទដោយសារជ្រើសរើសយកនៅជំនាញផ្នែកល្ខោនយីកេហ្នឹងទី1ដោយសារស្រឡាញ់ពីទម្រង់ល្ខោនយីកេហ្នឹងចាបាទហើយមួយទៀតដោយសារស្រឡាញ់ហ្នឹងដោយសារទម្រង់ល្ខោនយីកេវាបង្ហាញពីវប្បធម៌ពីសម្លៀកបំពាក់ខ្មែរយើងពីជំនាន់ដើមអីចឹងហើយពីវាក្បាច់រាំពីបទចម្រៀងខ្មែរយើងច្រើនអញ្ចឹងខ្ញុំស្នាចូលចិត្តអូខេចាគេថាលងស្នេហ៍ខោអាវណាពួកអីចាខោអាវស្លៀកពាក់ស្អាតដែរចាសៃមីវិញចាអូនមិនដែរហេតុអីក៏ជ្រើសរើសរៀនយកទម្រង់ល្ខោនយីកេនឹងចាអូនទី1គឺការស្រឡាញ់ចាស្រឡាញ់នេះស្រឡាញ់មិនចាមិនដូចខាងនេះយើងបងអញ្ចឹងចង់ពីតូចតែម្ដងសម្រាប់ទម្រង់ផ្សេងក៏ដូចគ្នាដែរប៉ុន្តែបើថាចូលចិត្តជាងណាចាចូលចិត្តជាងគេណាចូលចិត្តជាងគឺយីកេហ្នឹងឯងដូចថាបើឲ្យហាត់ផ្សេងអញ្ចឹងចាប់អីអញ្ចឹងបើថាប្រៀបធៀបជាមួយនឹងយីកេល្អជាងច្រើនណាស់ដូចថារៀងលឿនណាចាប់បានលឿនអីចឹងទៅរៀនអីចាហើយតាក់តងដូចស្រឡាញ់កៅអៅដែរអត់ទេដូចប្រុសចាវាជាចំណែកមួយដែរណាចាវាជាចំណែកមួយដែរព្រោះអីពេលខ្លះល្ខោនបាសាក់គេតុបតែងផ្សេងហើយយីគេគឺតែងផ្សេងហើយគេដើរសភាពហ្នឹងហើយដើរយើងបាច់អីគេមានផ្សេងគ្នាណាយីគេតុនផ្លុនចាតុនជាងចាអូខេនេះជាទម្រង់ណាហ្នឹងក៏វាបើកឱកាសទៅដល់អ្នកដែលតុនផ្លុនអីណាហើយចង់រៀនហើយតែចំណាប់អារម្មណ៍ដំបូងផងដែរចាហើយសម្រាប់អ្នកដែលមិនតុនផ្លុនអាចក៏អាចរៀនបានដែរដើម្បីគេហៅថាអីគេលុតដំខ្លួនណាឲ្យតុនផ្លុនណាចាអរគុណច្រើនហើយចាឥឡូវនេះបង្វែរទៅខាងលោកចាវឌ្ឍនាវិញចាអត់រៀនទេតែប៉ុន្តែចាប់មកធ្វើការជាមួយនឹងសិល្បៈខ្មែរអមតៈដែរប៉ុន្តែដោយសារហេតុអីទៅចាពួកអីគេថាទម្រង់វាខុសគ្នាយើងមកធ្វើការជាមួយអ្នកសិល្បៈគឺផ្សេងពីធ្វើការជាមួយក្រុមហ៊ុនអីអញ្ចឹងណាចាបាទអរគុណកញ្ញាខេទៀតពិតទៅពីមុនមកខ្ញុំមិនដែលបានធ្វើការផ្នែកសិល្បៈសំបីតែបន្តិចចាបាទខ្ញុំធ្វើខាងក្រុមហ៊ុនឬក៏ខាងអង្គការគឺខ្ញុំមិនដែលបានធ្វើសិតតែក្រុមហ៊ុនឬក៏វិទ្យាស្ថានបាទចាប៉ុន្តែដោយសារតែមកធ្វើទៅដូចជក់ចិត្តដិតអារម្មណ៍បាទដិតអារម្មណ៍ចេះតែចង់អីគេលួចរៀនយីគេអីដែរទេអីទៀតពិតការដែលលួចរៀនហ្នឹងក៏រៀនមិនងាយចេះដែរចាកញ្ញាខេព្រោះថាអាហ្នឹងវាអាស្រ័យទៅលើដងទេពកោសល្យរបស់ពួកគាត់ទេដែលគាត់អាចរៀនទៅបានលឿនហើយងាយស្រួលសម្រាប់យើងដែលមិនមានដងឬក៏ត្រឹមតែមកចូលចិត្តណាចាគឺពិបាកមែនតើបាទខ្ញុំធ្លាប់ផ្សារហើយគឺពិបាករៀនណាចាតែប៉ិតចូលមកចង់លួចរៀនដែរមិនរៀនអត់បានណាខ្ញុំតែងតែឲ្យគាត់ច្រៀងឲ្យខ្ញុំស្ដាប់ជិះមកមួយគ្នាហ្នឹងឲ្យពួកគាត់ហ្នឹងជួយច្រៀងខ្ញុំស្ដាប់តិចមកព្រោះខ្ញុំចូលចិត្តស្ដាប់មែនតើបាទអូខេចាអរគុណច្រើនចាហើយចាតាក់ទងនឹងរឿងស្ដាប់នេះចាប្រិមិត្តនឹងបានស្ដាប់ចានៅម៉ោងតាំងទី2របស់យើងព្រោះអីចាខ្ញុំក៏ចង់ស្ដាប់ដូចគ្នាណាតែពិតនិយាយពីកៅអៅយីគេចាទម្រង់យីគេណាចូលចិត្តមើលដែរប៉ុន្តែដោយពេលវេលាព្រោះគាត់
គេហៅថាតុនផ្លុនពេកណាវាត្រូវស៊ីអារម្មណ៍ចាអរគុណច្រើនចា ចាមិនធ្វើទេហើយក៏សង្ឃឹមថាប្រិយមិត្តរបស់ពួកយើងដែលកំពុងតែតាមដានស្ដាប់កម្មវិធី Miss and Me ក៏ដូចជាបទសម្ភាសន៍ទេពកោសល្យរបស់អ្នកជាមួយនឹងភាពកិត្តិយសរបស់ពួកយើងគឺមកពីក្រុមសិល្បៈខ្មែរអមតៈដែលកំពុងតែចែករំលែកតទៅនឹងសិល្បៈខាងតម្រង់យីគេជូនដល់ប្រិយមិត្តកំពុងតាមដានស្ដាប់ហើយបើសិនជាមានចម្ងល់គឺថាអាចខលចូលរួមបានតាមលេខទូរស័ព្ទ023 99 53 និង35ឥឡូវនេះកុំឲ្យខាននីតិយសូមមកវាអារម្មណ៍របស់ប្រិយមិត្តលេខជាមួយបទចម្រៀងចំនួន1បទបន្តមកជួបគ្នាជាមួយនឹងការសន្ទនាបន្ត Yo 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 ya 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 Hit music only With you late boy ចាយ៉ាងម៉េចទៅហើយសម្រាប់បទចម្រៀងមួយបទអំបញ្ញមិញសម្រាប់កម្មវិធីដំបូងតទៅជាមួយនឹងបទសម្ភាសន៍ទេពកោសល្យរបស់អ្នកជាមួយនឹងកម្មវិធី Miss and Me ជាមួយនឹងខ្ញុំ Miss T ចានេះខ្ញុំ Miss K ចាហើយក៏ដូចជាភ្ញៀវកិត្តិយសរបស់ពួកយើងដែលកំពុងតែមានវត្តមាននៅក្នុងកម្មវិធី Miss and Miss ផងដែរចាហើយសម្រាប់ប្រិយមិត្តរបស់យើងក៏ដែលកំពុងតែតាមដានស្ដាប់គឺថាបើសិនជាមានចម្ងល់ចង់ងឹងឆ្ងល់តាក់ទងជាមួយនឹងខាងតម្រងសិល្បៈយីគេគឺថាអាចខលចូលបាន023 99 53និង35ឥឡូវនេះសូមអនុញ្ញាតដល់ Miss K ជម្រាបសំណួរបន្តដល់ភ្ញៀវកិត្តិយសរបស់ពួកយើងចាមុននឹងបានស្ដាប់រួចហើយចាហេតុអីបានជាភ្ញៀវកិត្តិយសរបស់យើងចាគាត់ចូលចិត្តចាតម្រងសិល្បៈផ្នែកបុរាណនេះចាហើយក៏បានប្រាប់មកវិញដែរណាចាមានតាចូលចិត្តចាចូលចិត្តតែម្ដងហើយចូលចិត្តដែរដោយសារមានសម្លៀកបំពាក់ស្រស់ស្អាតអីអញ្ចឹងណាចាឥឡូវនេះជំរាបសួរជាបន្តចាតើចាភ្ញៀវកិត្តិយសរបស់យើងបានរៀនសូត្រផ្នែកតម្រងសិល្បៈនេះចារយៈពេលប្រហែលឆ្នាំហើយចាហើយមានការលំបាកយ៉ាងណាដែរក្នុងពេលចាប់ផ្ដើមដំបូងចាជូនសំណួរទៅដល់សៃមីមុនគេចាអរគុណបងសម្រាប់ខ្ញុំគឺចូលហាត់រយៈពេលបាន4ឆ្នាំហើយចាហើយនៅពេលដែលចូលហាត់ដំបូងគឺមានការលំបាកច្រើនចាច្រើននឹងយ៉ាងម៉េចក្នុងពេលដែលសម្ដែងតម្រង់យីគេគឺទៀមទីឲ្យមាន3ចាដើរទន្ទឹមគ្នាគឺច្រៀងផងរាំផងសម្ដែងផងចាអញ្ចឹងហើយនិយាយតាមត្រង់ទៅពេលដំបូងសម្លេងខ្ញុំវាអត់បានទេអ្នកគ្រូថាអូសំឡេងឯងយ៉ាប់ហ៎វឹកហាត់នាំបានប៉ុណ្ណឹងហ្នឹងអូដឹងទៅណាទេចាដល់អញ្ចឹងព្យាយាមហើយពេលចូលដំបូងអញ្ចឹងរាំចង្វាក់ទៅហាត់តាមបងព្យាយាមច្រើនអូខេចាចាំមើលប្របាក់នឹងជីកឬគល់ជាបន្តចាឥឡូវចាខាងបងប្រុសវិញចាបាទអរគុណច្រើនបងសម្រាប់ខ្ញុំការហាត់រៀនខ្ញុំហាត់រយៈពេល5ឆ្នាំដែរចា5ឆ្នាំណាចាហើយផលលំបាកដូចសេមីគាត់បាននិយាយចឹងគឺថាវាពិបាកដូចថាយើងវានឹងធំដែរចូលទៅហ្នឹងអូចាដល់ពេលនេះត្រូវការពុតដៃពុតជើងព្រោះនៅក្នុងខាងគេក៏មានការពុតដៃពុតជើងដែរដើម្បីជួយឲ្យដំណើរការសម្ដែងរបស់យើងហ្នឹងចាឲ្យវាមានភាពគឺថាវាក់សូវល្មមល្មោកអត់មានការភាពទុំធ្ងន់អីខ្លះចឹងបងហើយមួយទៀតពិបាកក្នុងថាពេលដែលយើងត្រូវហាត់សមរឿងអញ្ចឹងយើងត្រូវដូចថាមានរឿងត្រូវតួក្នុងសាច់រឿងហ្នឹងមានតួចាស់តួក្មេងអញ្ចឹងយើងត្រូវធ្វើយើងរកនិស្ស័យតាមតួអង្គមួយផងដែរចាសូមអរគុណចាអូខេចាបានតកតងនឹងចាពិបាកចាដោយសារយើងធំហើយណាអាចសុំដឹងបានទេចូលហ្នឹងអាយុប្រហែលដែរកាលហ្នឹងកាលហ្នឹងខ្ញុំចូលប្រហែលជា8-10ឆ្នាំអាយុ8-10ឆ្នាំ8-10ឆ្នាំបើសៃមីអូនចូល14ណាចាបើសិនចាយើងបាននេះបន្តិចណាចាអូខេតើការហាត់រៀនតាមពិតជាក់ស្ដែងទៅភាគច្រើនគឺខាងសាលាគាត់គេហៅថាបើសិនជាល្អគឺចូលពីក្មេងមិនអញ្ចឹងណាខាងតម្រងសិល្បៈនៅខាងយើងនឹងចាបាទអូខេហើយនៅពេលដែលជ្រើសរើសនៅពេលដែលអាយុច្រើនហ្នឹងហើយហេតុអីគេថាហេតុអត់មានសង្ស័យខ្លួនឯងអីគេថាស្រឡាញ់ហើយទៅណាចាអូខេចាអរគុណច្រើនចាហើយចាជាបន្តនេះចាសូមជូនប័ណ្ណចម្រៀងចាមួយសិនហើយទុកគេហៅថារំលងលោកវឌ្ឍនាបន្តិចព្រោះអីតកតងនឹងគេហៅថារៀនណាចាំដល់ចូលរបស់គាត់ចាំសួរគាត់តទៀតចាថ្ងៃឥឡូវញញឹមដាក់គ្នាតិចសិនហើយណាអរគុណច្រើនឥឡូវសម្រាប់ការតាមដានស្ដាប់គឺថាសូមជូនប័ណ្ណចម្រៀងតាមមួយប័ណ្ណទេបន្តមកជួបគ្នាជាមួយនឹងកម្មវិធី Miss and Miss វិទ្យុលេខ1
ចាអរគុណច្រើនសម្រាប់ការតាមដានស្ដាប់ឥឡូវនេះសម្រាប់កម្មវិធី Miss and Miss ទេពកោសល្យរបស់អ្នកជាបទសម្ភាសន៍មួយជាមួយនឹងក្រុមសិល្បករយីកេខ្មែរអមតៈចេះចង់ជាប់ថ្ងៃនេះគឺថាឥឡូវនេះតើតជាមួយនឹងសំណួរចម្ងល់ផ្សេងៗគឺថាប្រិយមិត្តរបស់យើងអាចខលចូលរួមបានតាមរយៈលេខទូរស័ព្ទ023 94 53 និង 35ឬក៏យ៉ាងណាយ៉ាងណីគឺថាអាចទទួលស្ដាប់នៅចំណេះអារម្មណ៍ក៏ដូចជាសំណួរដែលបានកំពុងតែហូរហែជាបន្តពី Miss K ចាកន្លងមកបងប្អូនគាត់គេថាមានចំណាប់អារម្មណ៍ដែរប៉ុន្តែតិចចាឲ្យសំណួរមិនសូវជាឃើញទេប៉ុន្តែហេតុផលដែលចាពួកយើងតែងតែចេះតែព្យាយាមចាយកអ្នកសិល្បករចូលរួមនៅក្នុងកម្មវិធី Miss and Miss ចាព្រោះឯថាកន្លងមកយើងមានតន្ត្រីណាសម័យច្រើនហើយប៉ុន្តែយើងបានគេថាជួនកាលអត់មើលរំលងខ្លះទៅដល់ទម្រង់សិល្បៈបុរាណហើយក្នុងកម្មវិធី Miss and Miss ចាតែងតែគេថាផ្ដល់ឱកាសហើយគេថាលើកស្ទួយទៅដល់ទម្រង់សិល្បៈបុរាណរបស់យើងផងដែរចាហើយចាជាបន្តនេះចាសូមជួបជាមួយចាលោកវឌ្ឍនាតកតងនឹងថាពួកអីលោកខាងជាផ្នែកទីផ្សារអញ្ចឹងណាខាងផ្នែកលក់ផ្នែកអីអញ្ចឹងច្បាស់ជាគេហៅថាជាអ្នកជួយជ្រោមជ្រែងណានាំឲ្យប្រជាជនចាខាងក្រៅគាត់បានស្គាល់បានដឹងបានឮបានមកចូលចិត្តនៅក្នុងទម្រង់សិល្បៈបុរាណរបស់យើងចាហើយតើខាងខ្មែរសិល្បៈអមតៈហ្នឹងតើមានគេថាបានធ្វើអ្វីខ្លះដែរដើម្បីថាជួយលើកស្ទួយហើយនឹងជួយថាពង្រីកឲ្យទម្រង់សិល្បៈបុរាណរបស់យើងហ្នឹងត្រូវបានជ្រួតជ្រាបទៅដល់ប្រិយមិត្តអ្នកស្ដាប់ចាអរគុណកញ្ញាខេធៀបពិតទៅចំពោះផ្នែកខ្ញុំផ្ទាល់គឺតាក់ទងទៅនឹងការផ្សព្វផ្សាយទៅលើសិល្បៈក៏ដោយការរកចំណូលឲ្យខាងក្រុមផ្លែផ្កាគឺខាងយីកេឬក៏របាំបុរាណចាបាទគឺការរកចំណូលនិងការពង្រឹងឬក៏បណ្ឌិតឲ្យគេដឹងគ្រប់គ្នាហ្នឹងគឺភាគច្រើនគឺតាក់ទងនឹងខ្ញុំគឺធ្វើយ៉ាងណាគឺខ្ញុំទៅតាក់ទងទៅតាមសន្តាគារភោជនីយដ្ឋានចាឬក៏ខ្ញុំទៅធ្វើថារបៀបបត់បង្ហាញណានៅតាមដូចជាសាលាបញ្ញាសាស្ត្រឬក៏សាលានុកតុននានាដែលគាត់ជួយគាំទ្រសិល្បៈខ្មែរយើងទាំងអស់គ្នាឬក៏ដូចសិល្បៈបុរាណទាំងអស់គ្នាដែរហើយចំពោះការពង្រឹងឬក៏បណ្ឌិតដើម្បីធ្វើយ៉ាងម៉េចឲ្យគេទុកចិត្តគឺខាងសិល្បៈខ្មែរអមតៈគឺប្រឹងមែនតែនទាំង director រហូតមកដល់បុគ្គលិកថ្នាក់ក្រោមគឺប្រឹងធ្វើម៉េចដើម្បីឲ្យថាសិល្បៈរស់ឡើងវិញសិល្បៈនៅជាអមតៈដើម្បីបងប្អូនខ្មែរយើងទាំងអស់គ្នាមិនត្រឹមតែប៉ុណ្្នឹងឯងកញ្ញាទាំងពីរគឺយើងចង់ឲ្យបរទេសគេដឹងទៀតចាគឺខ្ញុំភាគច្រើនដែលខ្ញុំតាក់ទាញហ្នឹងគឺតាក់ទាញតាមទៅដូចជាសន្តាគារឬភោជនីយដ្ឋានភាគច្រើនបរទេសគេមកគេចូលចិត្តមើលណាហើយអ្នកខ្លះគេមើលយីកេហ្នឹងណាដល់ថ្នាក់ស្រក់ទឹកភ្នែកក៏មានដែរដោយមិនបានស្ដាប់ឮឬក៏អីគាត់ស្ដាប់ដឹងថាភាសាខ្មែរតែយើងមានរបៀបអក្សររត់ពីក្រោយគេ subtitle គេថាមិនទីបាទគាត់ខ្ញុំឃើញគាត់យំអញ្ចឹងខ្ញុំមានមោទនភាពមែនតើចំពោះសិល្បៈខ្មែរយើងចាតកតងនឹងថាអូខេឥឡូវយើងតែរកចំណូលណាអូខេវាជាចំណុចគេថាសំខាន់មួយដែរប៉ុន្តែបច្ចុប្បន្ននេះខាងសិល្បៈខ្មែរអមតៈហ្នឹងមានគេថាគម្រោងអីដែលថាធ្វើឲ្យមានគេថាប្រជាជនគាត់ចាប់អារម្មណ៍អីអញ្ចឹងណាគម្រោងចាសម្ដែងអីខ្លះចាអរគុណកញ្ញាខេតាមពិតទៅចំពោះខ្ញុំផ្ទាល់គឺខ្ញុំផ្ដោតអារម្មណ៍សំខាន់បំផុតគឺមកលើកម្មវិធីផ្លែផ្កាគឺដើម្បីរក្សាឲ្យសិល្បៈបុរាណខ្មែរគង់វង្សចាហើយគម្រោងដែលយើងនឹងគម្រោងដែលខាងខ្ញុំខ្ញុំធ្វើបន្តហ្នឹងគឺខ្ញុំបានផលិតជា flyer ហ្នឹងគឺជាព័ត៌មានដែលតាក់ទងទៅនឹងកម្មវិធីរបស់ផ្លែផ្កាសម្ដែងថ្ងៃណាអីថ្ងៃណាអញ្ចឹងរដូវថ្មីហ្នឹងយើងនឹងសម្ដែងនៅខែនៅខែមិថុនាថ្ងៃទី6យើងសម្ដែងពីម៉ោង7រហូតដល់ម៉ោង8ហើយខ្ញុំនឹងអញ្ជើញកញ្ញាទាំងពីរដើម្បីចូលរួមអរគុណច្រើនអត់គិតថ្លៃទេបាទអូខេអរគុណចាអរគុណទុកជាមុនណាចាចូលចិត្តអត់គិតថ្លៃចារយៈពេលប្រហែលដែរចាការសម្ដែងហ្នឹងគឺរយៈពេលតែ1ម៉ោងគត់ចាំ1ម៉ោងគត់ប៉ុន្តែប្រហែលថ្ងៃយើងសម្ដែងពីថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍
ចាប៉ុន្តែសម្រាប់ program សម្រាប់កម្មវិធីផ្លែផ្កាផ្ទាល់តើមានរយៈពេលប្រហែលណារយៈពេល1ខែពេញឬក៏យ៉ាងណាចាយើងសម្ដែងហ្នឹងនិយាយទៅពីខែមិថុនាដល់ខែសីហាហ្នឹងចំពោះរដូវកាលថ្មីគេហៅថា low season គឺរដូវកាលភ្ញៀវទាបគឺយើងសម្ដែងប៉ុណ្្នឹងសិនព្រោះបទវិពិសោធន៍ខាងយើងបានធ្លាប់ពីមុនមកយើងលេងពេញយើង low season ក៏យើងលេង high season ក៏យើងលេងដែរប៉ុន្តែដោយសារតែវារត់អត់រួចចំណាយច្រើនពេកបាទកញ្ញាទាំងពីរបាទដល់ពេលចំណាយច្រើនពេកគឺយើងជាអង្គការដែលមិនរកប្រាក់ចំណូលហើយដល់ពេលអញ្ចឹងទៅយើងផ្គត់ផ្គង់ទៅលើសិល្បករយើងអត់ទប់ទល់អត់រួចទេព្រោះសិល្បករយើងទាំងអស់ហ្នឹងឬក៏បុគ្គលិកទាំងអស់ហ្នឹងមានជាង100នាក់គ្រាន់តែខាងផ្លែផ្កាដែលសម្ដែងនៅសារមន្ទីររាល់ថ្ងៃហ្នឹងសារមន្ទីរហ្នឹងកញ្ញាទាំងពីរបាទចាអូខេខ្ញុំសូមបញ្ជាក់បន្តិចឥឡូវហ្នឹងគឺយើងចាប់ពីថ្ងៃ6ខែ6មិថុនាណាបាទចាហើយនឹងបន្តរហូតដល់ខែសីហាបាទចាហើយរៀងរាល់ថ្ងៃសុក្រនិងសៅរ៍បាទចាវេលាម៉ោង7 8យប់ហ៎បាទម៉ោង7និង8យប់ប៉ុន្តែកញ្ញាអាចទៅមុនបន្តិច5-10នាទីដើម្បីឲ្យខាងយើងរៀបចំអូខេចាការសម្ដែងយើងចង់ឲ្យប្រិមិត្តគាត់បានស្ដាប់ដែរហើយទីកន្លែងនៅខាងណាដែរទីកន្លែងគឺយើងចូលនៅក្នុងច្រកសារមន្ទីរទៅបាទចូលយើងកាច់ស្ដាំទៅឃើញហើយព្រោះឆាកធំគឺនៅសួនច្បារតែម្ដងបាទនៅក្នុងសួនច្បារហ្នឹងយើងធ្វើជាឆាកចាគឺចង់និយាយថាទាំងនៅក្នុងខាងសារមន្ទីរណាបរិវេណសារមន្ទីរគាត់ទៅដល់មានបុគ្គលិកយើងនិយាយទៅថ្ងៃសុក្រនិងថ្ងៃសៅរ៍មានបុគ្គលិកយើងគាត់ចាំលក់សបុតកញ្ញាបាទពេលម៉ោងធ្វើការបាទគាត់នឹងចាំលក់សបុតនៅមុខហ្នឹងអាចជម្រាបតម្លៃបាននេះប្រហែលដែរចាសម្រាប់ជនបរទេសហើយនិងជនជាតិខ្មែរអីចាអរគុណច្រើនកញ្ញាខេចំពោះតម្លៃជនជាតិបរទេសគឺម្នាក់$15ចាបាទក្មេងពីអាយុ6ឆ្នាំដល់12ឆ្នាំគឺតម្លៃ$6ចាបរទេសដែរណាបាទក្មេងបរទេសហើយចំពោះខ្មែរយើងទាំងអស់គ្នាគឺយើងគិតតែ$5ទេចាហើយបើសិនជាគាត់ជានិស្សិតឬក៏គាត់ពួកថ្ងៃមុនខ្ញុំបានធ្វើបទបង្ហាញនៅសាលានុកតុនយើងបានចែកជាកប៉ុនទៅដល់ពួកគាត់បានយើងចុះតម្លៃគាត់50%ចាបាទគាត់កាន់និស្សិតដែលគាត់កាន់កាកនិស្សិតមកគឺយើងចុះតម្លៃគាត់50%ចាពួកអីយើងក៏ចង់ឲ្យពួកគាត់បានចូលរួមទៅទស្សនាដែរចាហើយកន្លងមកនេះអ្នកខ្លះថាគាត់អត់ទៅទស្សនាគាត់អត់ចាប់អារម្មណ៍ទៅលេងទេប៉ុន្តែជាចំណុចដំបូងគេហៅថាបើសិនជាមិនលេងក៏អាចទស្សនាដែរដើម្បីគាំទ្រទៅដល់ចាបងប្អូនដែលគាត់សម្ដែងមិនអញ្ចឹងទេចាបាទចាអរគុណច្រើនចាអរគុណច្រើនសម្រាប់សំណួរពី Miss K ជូនដល់ភ្ញៀវកិត្តិយសរបស់ពួកយើងឥឡូវនេះដើម្បីចង់ជឿច្បាស់ថាតើសំណួរបន្តទៀតតើតជាមួយនឹងចំណេះដឹងក៏ដូចជាបទពិសោធន៍ផ្ទាល់របស់ភ្ញៀវកិត្តិយសរបស់ពួកយើងគេថាសូមជូនបទចម្រៀងមួយបទសិនចាហើយសូមជម្រាបទៅដល់ប្រិយមិត្តផងដែរចាប្រសិនបើមានចម្ងល់តាក់ទងគេហៅថាគេហៅតម្រងបុរាណនេះចាហើយឆ្ងល់ថាជួនកាលសំណួរណាខ្ញុំអាចនឹងមានចាសារមកចាមានអ្នកចាប្រិយមិត្តណាគេហៅថាមិត្តចាគាត់សួរថាមិនដឹងថាហាត់រៀនអាហ្នឹងទៅរស់ស៊ីបានអីខ្លះទេណាចិញ្ចឹមខ្លួនណាគេហៅនិយាយថាបានន័យថាចង់និយាយថាតើពេលដែលរៀនតម្រងបុរាណគាត់ចង់សួរតើតើថាតើចំណូលបានច្រើនប៉ុណ្ណាតើតើជាមួយនឹងវិស័យសិល្បៈខ្មែរដែលជាយើងចាប់យកជាអាជីពអូខេអញ្ចឹងដើម្បីស្ដាប់បន្តប្រយោជន៍អីខ្លះទៅដល់គេថាបុគ្គលអីអញ្ចឹងណាអូខេចាអញ្ចឹងដើម្បីស្ដាប់បន្តនៅសំណួរបន្តទៀតគឺថាសូមជូនបទចម្រៀងមួយបទសិនបន្តមកជួបគ្នាបន្ត It's your name boy ចាពេលវេលាកាន់តែរំកិលទៅមុខទៅហើយសម្រាប់កម្មវិធី Miss and Me ប៉ុន្តែមិនធ្វើទេនៅស្ទើរតាំងទី2ជាបន្តទៀតគឺរយៈពេលម៉ោង3ដល់ម៉ោង4អញ្ចឹងសម្រាប់នីតិតាំងទី1នេះគឺថាសំណួរបានជ្រាបចេញពី Miss K ជួនដល់ភ្ញៀវកិត្តិយសរបស់ពួកយើងគឺថាតាក់ទងទាំងចំណេះដឹងជីវប្រវត្តិរបស់ពួកគាត់ក៏ដូចជាកម្មវិធីសិល្បៈចាអញ្ចឹងនេះសូមបន្តទៀតទៅចាតាក់ទងទៅដល់នឹងកម្មវិធីផ្លែផ្កានេះព្រោះអីចាប់អារម្មណ៍ដែរព្រោះឲ្យមានការសម្ដែងអីអញ្ចឹងណាហើយអញ្ចឹងចង់ដឹងថាតើទាំងពីរនាក់ចាភ្ញៀវកិត្តិយសដែលជាអ្នកគេហៅថាខាងសម្ដែងហ្នឹងទៅសម្ដែងអីខ្លះនៅក្នុងកម្មវិធីរបស់យើងចាសូមជូនកំសរចាបាទបងអរគុណបងសម្រាប់ការសម្ដែងនៅក្នុងកម្មវិធីផ្លែផ្កាហ្នឹងគឺមាន2ក្រុមបងសម្រាប់ការចូលរួមសម្ដែងហ្នឹងបាទសម្រាប់ក្រុមទី1ហ្នឹងគឺខាងក្រុមរបាំបុរាណនិងប្រពៃណីគឺក្រុមពួកគាត់សម្ដែងតែរៀងរាល់ថ្ងៃសុក្រទេបង
បើសម្រាប់ថ្ងៃសៅរ៍គឺក្រុមយីកេអមតៈក្រុមពួកខ្ញុំបាទហ្នឹងគឺសម្ដែងថ្ងៃសៅរ៍គឺសម្ដែងរឿងម៉ាក់ធើងចាសម្រាប់ក្នុងគម្រោងរបស់យើងខែ6នេះណាបាទចាហើយគឹមសធ្វើជាតួឯកបាទបងតាម៉ាក់ធើងណាបាទចាហើយបងអូនសៃមីជាតួឯកស្រីចឹងហ៎ចាបងចាហើយដើម្បីហាត់រៀនគេថាធ្វើឲ្យតម្រងរបស់យើងអ្នកចូលទស្សនាគាត់នេះហ្នឹងយើងត្រូវហាត់សមយូរប៉ុណ្ណាដែរសម្រាប់ក្នុងរឿងហ្នឹងចាបងស្រីតាសម្រាប់ខ្ញុំរឿងគឺយើងហាត់រាល់ពេលបើដូចជាពេលវេលាដែលអង្គការគាត់កំណត់មកថាឥឡូវរដូវកាលហ្នឹងយើងត្រូវហាត់សម្ដែងរឿងហ្នឹងហើយអញ្ចឹងអ្នកគ្រូនៅពេលដែលគាត់ធ្វើរឿងហ្នឹងហើយគឺយើងចាប់ផ្ដើមហាត់រៀងរាល់អាទិត្យតែម្ដងចារហូតដល់ពេលយើងសម្ដែងគឺយើងសម្ដែងយកតែម្ដងអូខេអញ្ចឹងកន្លងមកនេះគឺយើងដឹងមុនហើយរយៈពេលប្រហែលខែហើយចាតែមុននឹងចូលមកដល់សម្រាប់ការសម្ដែងនេះប្រហែលជា 4-5 ខែប៉ុន្តែគ្រាន់តែយើងហាត់បានតែថ្ងៃអាទិត្យទេអញ្ចឹងប្រហែលជា 4 ទៅ 5 ដងគឺយើងអាចធ្វើបានអាចសម្ដែងបានពួកសៃមីគឺជាអូននៅរៀនណោះនៅរៀនសាលាផ្សេងមែនទេចាខ្ញុំជាសិស្សសាលាក្រៅសិស្សសាលាវិទ្យាល័យចាហើយប៉ុន្តែបងអូនចាប់អារម្មណ៍ចំពោះវិស័យហ្នឹងទៅបងអូនទៅរៀនជាមួយខាងខ្មែរអមតៈចាឆ្លៀតយកឱកាសថ្ងៃអាទិត្យទៅហាត់មានកំណត់ទេណាគឺថាមិនមែននិយាយទៅថាជាក្មេងស្រីមួយដែលយល់អំពីតម្លៃនៃពេលវេលាណាមិនទុកពេលវេលាបោះចោលអត់ប្រយោជន៍ទេណាចាហើយការហាត់រៀនហ្នឹងចំណាយពេលក្នុងមួយអាទិត្យហ្នឹងប្រហែលម៉ោងដែរគឺចាអាចឆ្លើយមកចាអូខេជួយចែកគ្នាឆ្លើយបាទសម្រាប់ការហាត់រៀននៅសិល្បៈហ្នឹងគឺយើងហាត់មួយអាទិត្យមួយថ្ងៃប៉ុន្តែយើងហាត់ម៉ោង8ដល់ម៉ោង11ហើយពេលថ្ងៃនោះហាត់ពីម៉ោង2ដល់ម៉ោង5អញ្ចឹងគឺយើងពេញមួយថ្ងៃតែម្ដងបើសិនជាថាការសម្ដែងរបស់យើងការហាត់រៀនចិត្តដល់ថ្ងៃសម្ដែងអញ្ចឹងទៅហើយការហាត់រៀនអត់សូវគេថាអត់តន់ល្អគឺយើងអាចបន្ថែមម៉ោងដល់យប់រៀងប៉ះម៉ោងប៉ះជា7 8អីចឹងទៅទៀតនោះចាធ្លាប់គេថាធ្លាប់ធុញទ្រាន់ទេក្នុងការហាត់រៀនហ្នឹងគឺថាហាត់យូរហើយអត់ត្រូវតាមពិតទៅការហាត់រៀនយើងវាពេលខ្លះយើងបាក់ដែរតែគាត់ថាយើងធុញត្រង់ថាយើងហេតុអីក៏ថាវាមិនធ្វើបានបញ្ហាចឹងប៉ុន្តែគាត់ថាបើយើងធុញពីអាទម្រង់ហ្នឹងយើងអត់ធុញទេតែគាត់ថាធុញខ្លួនឯងតែខ្លួនឯងតែយើងព្រមធ្វើឲ្យត្រូវណាចាអរគុណច្រើនចាឥឡូវនេះចាយើងនឹងបន្តចាសំណួររបស់យើងនៅតាំងទី2ចាសូមត្រឹមប៉ុណ្ណឹងសិនណាសម្រាប់ពេលនេះចាដើម្បីយើងចូលទៅដល់វគ្គចុងក្រោយរបស់យើងដែលថាតើចាគាត់មានការលំបាកអីខ្លះហើយតកតងនឹងគេថាទាំងការគ្រប់គ្រងទទួលបានការគ្រប់គ្រងឬក៏យ៉ាងម៉េចចាតកតងនឹងការសម្ដែងរបស់ពួកគាត់ក៏ដូចជាចាការទទួលស្គាល់របស់ប្រជាប្រិយភាពរបស់សិល្បៈខ្មែរអមតៈផងដែរចាអរគុណច្រើនអញ្ចឹងទេសូមតាមដានស្ដាប់បន្តទៀតសម្រាប់តាំងទី2នាទីម៉ោង3លោកអ្នកកំពុងស្ដាប់កម្មវិធី Mission នេះពេលនេះម៉ោង3 Energy It's your name វេទិកាតន្ត្រីសด Energy មិនសម្រាប់អ្នក Radio number 1ចាត្រឹមតែមួយផ្លែតសោះគឺថា1ម៉ោងបានរំកិលផុតទៅហើយឥឡូវនេះម៉ោង3ទៅហើយសម្រាប់កម្មវិធី Miss and Me ក្នុងបទសម្ភាសន៍ទេពកោសល្យរបស់អ្នកជាមួយនឹងក្រុមសិល្បៈខ្មែរអមតៈគឺថាភ្ញៀវកិត្តិយសគឺគាត់ជំនាញខាងសិល្បៈតម្រង់យីកេចាហើយក៏មានភ្ញៀវកិត្តិយសមួយរូបទៀតគាត់ខាងផ្នែកទីផ្សារនឹងលក់ចាអ្នកតាក់ទាញឲ្យគេចូលចិត្តតម្រង់សិល្បៈយីកេហើយចង់ដឹងថាតើមួយតិចតាំងទី1ក៏បានជម្រាបជូនខ្លះហើយជាមួយនឹងគេថាគេថាប័ណ្ណពិសោធន៍ក៏ដូចជាជីវប្រវត្តិខ្លះហើយក៏ដូចជាកម្មវិធីចារបស់ខាងសិល្បៈខ្មែរអមតៈ
ចាហើយយើងនឹងបន្តទៅទៀតតកតងនឹងការសម្ដែងចាហើយក៏ដូចជា បុគ្គលិកលក្ខណៈខាងយីកេនឹងផងដែរចាហើយអញ្ចឹងទេសម្រាប់ប្រិមត្តដែលកំពុងតាមដានស្ដាប់បើមានចម្ងល់តាក់ទងជាមួយថាទម្រង់សិល្បៈខ្មែរយីកេហ្នឹងលំបាកខ្លាំងក្លាហើយបើសិនចង់ខ្លាយខ្លួនជាអ្នកសម្ដែងសិល្បៈខាងយីកេហ្នឹងត្រូវធ្វើម៉េចខ្លួនឯងមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះហ្នឹងគឺថាអាចខលបានឬក៏ចូលរួមស្ដាប់ផងក៏បានដែរព្រោះថាភាពក៏យូរយើងចាំតែត្រៀមចម្លើយនឹងឆ្លើយប្រាប់ទេចាហើយទៅអ្វីទៅដែលជាចំណុចគេហៅថាជាមោទនភាពរបស់អ្នកសម្ដែងនៅក្នុងខាងសិល្បៈយីកេហ្នឹងណាចាអរគុណច្រើនឥឡូវនេះសូមជូនបទចម្រៀងតាមមួយបទទេបន្តមកជួបគ្នាជាមួយនឹងកិច្ចសន្ទនាបន្តក្នុងកម្មវិធីបទសម្ភាសន៍ទេពកោសល្យរបស់អ្នកវេទិកាតន្ត្រីសតវិទ្យុលេខ1 NRG វិទ្យុលេខ1 FM 89ចាអរគុណច្រើនហើយឥឡូវនេះភ្ញៀវកិត្តិយសរបស់យើងគឺថាត្រៀមមែនតើហើយព្រោះថាបន្ទាប់ពីសំណួរតាមម្ដងហ្នឹងទេហើយវគ្គក្រោយហ្នឹងនឹងឲ្យគាត់បញ្ចេញសមត្ថភាពតាក់ទងនឹងខាងសិល្បៈយីកេតែម្ដងចាឥឡូវនេះ Miss K មានសំណួរបន្តទៀតទៅចាតែមួយសំណួរទេចាព្រោះអីចង់ដឹងដែរព្រោះអីទម្រាំតាគេថាយើងមានដំណាក់កាលណាទម្រាំថាមកដល់ជាតួឯកនេះតើចង់ដឹងថានៅពេលដែលហាត់រៀនបានប៉ុណ្ណាដែលធ្វើឲ្យដែលថាគ្រូបង្រៀនរបស់យើងចាប់យកថាឡើងតំណែងឲ្យថាឡើងចាគឹមសសៃមីឡើងធ្វើជាតួឯកអីចឹងក្នុងរឿងណាចាសូមចែករំលែកបទពិសោធន៍បន្តិចមកចាខាងស្រីមុនចាអរគុណបងចាសម្រាប់ខ្ញុំផ្ទាល់ពេលដែលចូលដំបូងបាទនិយាយទៅដូចជាប្រវត្តិរូបសង្ខេបមួយចឹងនៅពេលដែលចូលសិល្បៈដំបូងអត់គឺថាដំបូងគឺយើងអត់តន់ដឹងអីទេចាអត់តន់ដឹងអីគឺហាត់ចាហាត់រាំតាមចាបើចូលដំបូងគាត់ឲ្យច្រៀងណាចាអ្នកគ្រូចូលមកអ្នកគ្រូបងមិត្តភក្តិថាអ្នកគ្រូខ្ញុំមានមិត្តភក្តិខ្ញុំសិស្សចូលថ្មីសុំចូលហាត់យីកេមួយអ្នកគ្រូចាគាត់ថាឥឡូវឡើងមកឈរមួយថ្នាក់ទៅឡើងឈរកដាលថ្នាក់ទៅទល់មុខគាត់ចាឈរឲ្យគាត់ថាឥឡូវឲ្យច្រៀងមួយបទច្រៀងបទអីក៏បានដែរឲ្យហែងពេញចិត្តច្រៀងឲ្យគាត់ស្ដាប់ណាថាបទសម័យបទបុរាណណាចាអញ្ចឹងក្នុងពេលហ្នឹងគឺបទដែលខ្ញុំច្រៀងខ្ញុំច្រៀងទៅចាបទអីអាចជំរាបបានទេចាបទអីខ្ញុំអត់ចាំចំណងជើងទេចាដល់ពេលហើយគាត់ថាគាត់ច្រៀងបានបន្តិចទៅគាត់ឲ្យឈប់ឈប់ហើយគាត់ឲ្យរាំវងរាំក្បាច់ចាពួកគាត់លេងភ្លេងហីនឹងសិតបងដែលខ្ញុំអត់តបានស្គាល់ទេលេងភ្លេងខ្ញុំរាំតាមហើយគាត់ថាគាត់មើលទៅគឺចង្វាក់អីគឺបាននិស័យបានចាបន្ទាប់មកក៏ហាត់រហូតដល់ពេលដែលមានកម្មវិធីនៅសាលមហោស្រពសន្និសីទចតុមុខចាគឺមានការសម្ដែងហើយហាត់សមតែចៃដន្យពេលហ្នឹងបងតួឯកស្រីគាត់អត់នៅបន្ទាប់មកថាហេតុចាបន្ទាប់មកបានគាត់ថាឥឡូវហ្នឹងយើងត្រូវសមអីអញ្ចឹងយើងគ្រាន់តែសមឲ្យដឹងកាលាដឹងទៅចាគាត់ថាអ្នកណាអាចធ្វើបានខ្ញុំអត់និយាយទេតែមិត្តភ័ក្តិបងស្រីគាត់ថាទៅមីអេនទៅបានអ្នកគ្រូថាឥឡូវមីទៅគ្រាន់តែសមឲ្យដឹងឲ្យបានហើយមិនសមណាបងខ្ញុំលេងយកហ្មងអញ្ចឹងចាហើយវាយមកអស់ក្បាច់ពេលហ្នឹងចាលេងមកអស់ហើយអស់ពីសមត្ថភាពខ្លួនឯងដែលដំបងចាសំបីតបងសគាត់តួឯកស្រាប់អញ្ចឹងអូយលេងយំយកឯងអញ្ចឹងក៏ជាប់ទៅណាព្រោះអីថាយើងអស់សមត្ថភាពដែរអញ្ចឹងគ្រូក៏គាត់ទទួលយកគាត់មើលឃើញហើយគាត់ចាប់ផ្ដើមមើលឃើញហើយបន្ទាប់ពីហ្នឹងគាត់ឲ្យហាត់រហូតចាហើយដល់ពេលវេលាដែរបងចាដល់ពេលវេលាចាអូនចាបងស្រីតួឯកគាត់បានឈប់ទៅក៏ឡើងក៏អូសខ្ញុំឡើងរហូតអូខេជាឱកាសណាហើយអរគុណអ្នកគ្រូអរគុណអ្នកគ្រូលោកគ្រូមែនតែនដែលគាត់ព្យាយាមបង្ហាត់បង្រៀនខ្ញុំឲ្យបានឈានដល់កម្រិតនេះចាហើយឥឡូវនេះចាឥឡូវដោយសារតែមានខលរបស់យើងខលចូលតែគាត់មានសំណួរអ្វីចង់ជំរាបសួរណាស្ដាប់គាត់តិចសិន Hello ដាច់ទៅវិញចាសុំទទួលមួយរូបទៀតចា
ថាតើខាងណាខាងណៃចា Halo ចាដាច់ទៅវិញទៀតហើយចាអត់មាននិស័យទេចាអញ្ចឹងបងវាយសំណួរនេះទៅដល់គឹមសចាហេតុអីអ្នកគ្រូគាត់ឃើញយើងជាចាអាចមានសមត្ថភាពធ្វើតួចាបុគ្គលិកលក្ខណៈថាគាត់ចាប់អារម្មណ៍លើយើងណាគឹមសថាតួឯកបានប៉ុណ្ណឹងបាទអរគុណបងបាទសម្រាប់ខ្ញុំបាទមកដល់សប្តាហ៍ថ្ងៃដែលបានឡើងជាតួឯកហ្នឹងគឺដោយសារទី1ពេលដែលយើងចូលហាត់រៀនអញ្ចឹងហ្នឹងគ្រូគាត់មើលនិស្ស័យមើលទេពកោសល្យរបស់យើងដែរបើសិនតែយើងការសម្ដែងរបស់យើងអត់កើក៏គាត់មិនអាចយកធ្វើជាតួធ្វើជាអីសម្រាប់សម្ដែងនៅក្នុងសាច់រឿងហ្នឹងហើយមួយទៀតទៅគឺគាត់សម្ដែងទៅលើការហាត់រៀនវិន័យរបស់យើងឬមួយសិលធម៌របស់យើងទៅសម្រាប់ក្នុងថ្នាក់ហាត់រៀនហ្នឹងសម្រាប់មិត្តភ័ក្តិឬក៏សម្រាប់គ្រូវិញអញ្ចឹងទៅយើងមានការចេះគ្រប់ការចេះគួសមហើយគ្រប់ពេលវេលាហាត់សមអញ្ចឹងទៅក៏បានចូលហាត់ហើយក៏ខ្លាយយើងព្រោះអីអាហ្នឹងវាត្រូវគួបផ្សំណាដើម្បីយើងឈានមកដល់ធ្វើជាតំណែងតួឯកយើងត្រូវតែគ្រប់ពេលវេលាហើយទៅទេពកោសល្យយើងហើយគេថាចរិតលក្ខណៈយើងចេះគ្រប់ព្រាមច្បងផងមិនអញ្ចឹងណាបាទហើយមួយទៀតហ្នឹងការដែលនេះពីលោកគ្រូអ្នកគ្រូដែលគាត់ផ្ទេរចំណេះឲ្យយើងអាចចាប់យកបានអញ្ចឹងទៅលឿនបាទចង់កាត់គឹមសតិចកាលណាយើងចូលមកយើងចាប់ជាតួឯកតែម្ដងឬក៏យើងដើរតួអីផ្សេងការដែលខ្ញុំចូលរៀនចូលហាត់ដំបូងហ្នឹងចូលថ្ងៃហ្នឹងគេថានៅខាងខ្មែរអមតៈហ្នឹងគេមានភ្ញៀវប្រហែលជាប្រហែលស្អែកក្រោយហ្នឹងមានភ្ញៀវគេមកមើលដល់ពេលអញ្ចឹងទៅគ្រូដែលគាត់នៅក្នុងហ្នឹងគាត់ឲ្យខ្ញុំគេលេងគេសម្ដែងឈុតរឿងខ្លីមួយប៉ុន្តែខ្ញុំត្រូវដើរតួសិទ្ធិតែមិនតួឯកទេណាមែនទេបងព្រោះតួឯកអាការខ្ញុំចូលហ្នឹងគេមានហើយអស់ហើយចាបាទខ្ញុំទៅឡើងក្រោយដែរអរគុណច្រើនហើយមានមោទនភាពណានៅពេលយើងបានដើរតួជាតួឯកអញ្ចឹងណាបាទហើយចាំបើគេឲ្យដើរតួរងវិញឈឺហ៎អត់អីបងតួសម្រាប់ខ្ញុំតួអីក៏លេងបានដែរព្រោះថាយើងមិនសំខាន់លើការអ្នកលើគ្រូនៅលើអ្នកគេខាងអ្នកដឹកនាំរឿងបើសិនអ្នកដឹកនាំរឿងគិតថាយើងអាចសម្ដែងតួអីបានយើងត្រូវតាមគាត់ព្រោះយើងជាសិល្បករយើងមិនអាចខ្លាំងជាងគ្រូខ្លាំងជាងអ្នកដឹកនាំរឿងទេយើងត្រូវសម្របតាមគាត់ហ្មងចានេះហើយដែលជាអ្វីដែលយើងចង់ឮណាពីសិល្បករចាក៏ដូចជាសិល្បករនេះផងដែរចាទទួលស្គាល់ហើយក៏ទទួលគេថាយកការណែនាំអំពីគេថាអ្នកដឹកនាំរឿងក៏រៀមច្បងអីចឹងជួនកាលគាត់មើលឃើញគេថាសក្តានុពលរបស់យើងជួនកាលលេងតែតួឯកចាសភាពចាជួនកាលទៅឲ្យលេងទៅតួកាចវិញម្ដងជួនកាលគេហៅថាជួនកាលយើងលេងសំជាងតួឯកទៀតចាចាប៉ុន្តែកន្លងមកត្រូវបានអ្នកគ្រូគាត់ថាមុខគឹមសដើរតួអីសំហ៎តាមពិតខ្ញុំចំពោះខ្ញុំអត់ដែរឬគាត់និយាយដែរប៉ុន្តែគាត់ថាដូចមានកម្មវិធីសម្ដែងនៅផ្លែផ្កាអញ្ចឹងទៅធ្លាប់លេងតួតាមអធិងប៉ុន្តែដល់ពេលតួផ្ចាណយគាត់ជាប់រវល់អញ្ចឹងទៅគាត់ផ្លាស់ប្ដូរមកខ្ញុំឲ្យទៅលេងតួផ្ចាណយវិញអញ្ចឹងទៅហើយយ៉ាងមិនដែរមានលឺសូគាត់មានមតិថាម៉េចទេមានមតិគាត់ថាយើងធម្មតាបើភាគច្រើនខ្ញុំអត់សូវបានហាត់តួហ្នឹងឯងតែគាត់ថាដល់ពេលគាត់ណាត់មើលគាត់ឬមួយក៏ពេលខ្លះសមួយគ្នាបានភាសាពិសាអញ្ចឹងចាប់ដើមឡើងលេងអញ្ចឹងទៅចាអញ្ចឹងថាយើងអាចលេងបានដែរបាទគាត់ថាយើងវាមិនល្អដូចគេ 100% ប៉ុន្តែគាត់ថាយើងអាចដោះតល់អាចសម្ដែងបានចាអាចបាត់បែនខ្លួនឯងបានអាចទទួលយកបានចាអរគុណច្រើនហើយក៏ដែលជាអ្វីដែលយើងបានជម្រាបសួរសំណួរដល់ភ្ញៀវកិត្តិយសយើងគឺថាក៏ចង់ផ្ដល់ជាសារមួយដល់មិត្តអ្នកស្ដាប់របស់យើងថាបើសិនជាអ្នកដែលចង់ខ្លាចជាសិល្បករឬក៏សិល្បករនេះមួយរូបដាច់ខាតយើងមិនត្រូវរើសអើងខ្លួនគាត់ថាបើធ្លាប់ដើរជាតួឯកហើយថ្ងៃមួយគេឲ្យយើងដើរជាតួរងយើងអត់ព្រមធ្វើព្រោះអ្នកខ្លះមានរឿងហ្នឹងចាអូខេអរគុណច្រើនដែលដើម្បីបង្វែរអារម្មណ៍របស់ប្រិមិត្តរាជជាមួយបទចម្រៀងមួយបទបន្តមកជួបគ្នាជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងជាពិសេសគឹមសនិងសៃមិចភ្លាមខ្លួនសម្រាប់សម្ដែងគេហៅថាទេពកោសល្យយើងណាខាងសិល្បៈយីគេចា Radio number 1ចានៅពេលនេះដល់ពេលវេលាដែលភ្ញៀវកិត្តិយសរបស់ពួកយើងនឹងកំពុងតែត្រៀមខ្លួនដើម្បីសម្ដែងជូននៅទេពកោសល្យខាងផ្នែកសិល្បៈទម្រង់យីគេចាអញ្ចឹងនៅពេលនេះគឹមសនិងសៃមិចគិតថាយករឿងអីដែលមកសម្ដែងចាបាទបងក្នុងពេលនេះដែរខ្ញុំទាំងពីរនាក់គិតថាយករឿងដកស្រង់ឈុតនៅក្នុងរឿងម៉ាក់ធើងកន្លែងតាមម៉ាក់ធើងមួយបាំងកាយាសៃស្គរចាអូខេចឹងឥឡូវត្រៀមខ្លួនណាបងរាប់ជូនណា
អូនណាអងអើយកុំយំទ្រូងខ្ញុំអើយខ្លោចផ្សាស្រីផិតសាវ៉ាព្រុងក្រហើយចាំងអើយអោណាបងកងអើយអោគេថ្មីអើយកាងថ្លៃអើយពេកណាស់មៀងពេជ្រប្រាំងកាំងមាសពេជ្រប្រាំងកាំងទិញចិត្តអោគេហើយបងម៉ាក់ធ្វើស្រីផិតអូប្តីអើយសំឡាញ់បងអើយស្មើកាយវ៉ាអើយភ្នែកអូនស្មងលូសណាយអិនបែកពី3បាបងអើយមិនជឿបងអើយអូនសូមអើយប្រឡ័យចាំងក៏ឲ្យខ្សែចំពោះមុខបងម៉ាក់ធើងសូមបងជឿចិត្តអូនចុះអូនមិនក្បត់បងទេបាំងគីយ៉ាបងជឿចិត្តអូនតែបងស្ដាយត្រង់នាងហាក់មិនស្រឡាញ់ការពិតសោះបងម៉ាក់ធើងរូបអូនជាស្រីឆាប់ភ័យឆាប់តក់ស្លុតនឹងសេចក្តីស្លាប់រស់ក្រៅមកអាវុធដ៏មុតថ្លារបស់មនុស្សពីលអូនបានឆ្លើយក្បត់នឹងសេចក្តីពិតមែនសូមបងអភ័យទោសឲ្យអូនផងពីថ្ងៃនេះទៅអូនសូមសច្ចាថានឹងការពារយុត្តិធម៌លុះត្រាជីវិតចុងក្រោយរបស់អូនបាំងគីយ៉ាបងអរគុណអូនហើយអូនណាជីវិតសត្វលោកដែលកើតមកហើយតែងតែវិនិច្ឆ័យទៅវិញជាការធម្មតាតែចន្លោះពីការទៅស្លាប់មនុស្សត្រូវការរស់ដោយមានសុភមង្គលលាក់បាំងអីមុននឹងបងមកដល់ទីនេះបងបានដឹងខ្លួនហើយថាជីវិតបងបានស្លាប់រួចជាស្រេចទៅហើយតែបងម៉ាក់ថាប៉ុន្តែបងគ្រាន់តែចង់ដឹងថាតើនៅក្នុងโลกនេះមានយុត្តិធម៌ដែរឬទេអរគុណបងអរគុណចាសូមអរគុណចាសម្រាប់ការសម្ដែងចាដែលមានក្តុកក្តួលណាចាមិញហ្នឹងហើយក៏តែគេស្រែកដបងចង់ព្រឺហូមចាហើយបងសុំទោសប្រិយមិត្តផងដែរដោយសារយើងនៅក្នុងស្ទូឌីយោហ្នឹងយើងពិបាកអត់មានភ្លេងអត់មានឧបករណ៍អីគ្រប់គ្រាន់ចាមិនធ្វើទេគាត់សង្ឃឹមថាគាត់នឹងបានដឹងណាហើយបើសិនជាបានគាត់នៅក្នុងស្ទូឌីយោក៏គាត់ដឹងដែរថាត្រូវគេថាមានភាពក្តុកក្តួលព្រោះអីយើងនៅគៀកណាហើយឃើញថាតួណាគាត់បញ្ចូលអារម្មណ៍ហើយបើសិនជាបានទស្សនានៅផ្ទាល់ចាជឿជាក់ថានឹងចាអាមិញហ្នឹងក៏អាចធ្វើឲ្យហូរទឹកភ្នែកបានដែរចាតាមដែលខ្ញុំបានទៅទស្សនាផ្ទាល់នៅខាងក្រុមបងប្អូនដែលគាត់បានសម្ដែងខាងសិល្បៈខ្មែរអមតៈនៅឯសារមន្ទីរខាងកម្មវិធីផ្លែផ្ការដូវកាលមុនគេថាក្រុមលេងម៉ាក់ធើនេះកន្លែងឈុតមិញគាត់សម្ដែងគឺមានត្រូវមានគោះអីណាគេឈឺផ្សារគេទៅគោះតក់គោះក្តារគេណាចាណាមួយទៀមទារយុទ្ធធរអីផងចាច្បាស់ជាគេហៅថាក្រកក្តោក្នុងចិត្តឈឺចាប់ចាហើយតើមិញក៏ឲ្យហ៊ានគោះឲ្យខ្លាចរម៉ូតមេក្តោចាអរគុណចានេះគ្រាន់តែជាការបង្កនៅសំណើចក៏ដូចជាគេថាជួននៅខ្សែរឿងជាបណ្ដាព្រោះថាដល់ថ្ងៃសិល្បៈខ្មែរអមតៈដែលគាត់នឹងសម្ដែងជូននៅក្រុមផ្លែផ្កានេះគឺថានៅថ្ងៃទី6 ខែ 6ចានៅឯសារមន្ទីរជាតិគឺចាប់ផ្ដើមពីម៉ោង7ល្ងាចតទៅគឺថាប្រិយមិត្តរបស់យើងគឺថាអាចទៅចូលរួមទស្សនាផ្ទាល់បានណាហើយសម្រាប់សម្បត្តិចានៅតែម្ដងណាចាហើយចាហើយបើសិនជាត្រូវការ
ទិញមុនចាតើត្រូវតាក់ទងយ៉ាងម៉េចដែរ ចាជួនដល់លោកលីវឌ្ឍនាវិញ វឌ្ឍនាចា បាទសូមអរគុណច្រើនកញ្ញាខេនិងកញ្ញាធីបាទ ចាអរគុណ បើសិនជាគាត់ចង់ទិញមុនគាត់អាច booking គាត់អាចចូលតាមបាទគាត់អាច email មកខាង booking ចា B O K I N G S at Cambodia Living Arts អាចមាន app ផងបាទចា .org បាទឬក៏គាត់អាច call មកខាង hotline ខាងយើងខ្ញុំ ចាលេខទូរស័ព្ទ បាទគឺ 017 99 85 និង 70 បាទ ចាអរគុណច្រើនហើយក៏សង្ឃឹមថាមិត្តអ្នកស្ដាប់របស់ពួកយើងគឺថាបានកាត់ទុកទៅហើយសម្រាប់ព័ត៌មានតាក់ទងជាមួយនឹងការសម្ដែងចាសូមបញ្ជាក់ម្ដងទៀតចាលេខទូរស័ព្ទលឿនជាងណា017 99 85 70ចាសម្រាប់លោកអ្នកដែលថាចាប់អារម្មណ៍ទៅទស្សនាចាល្ខោនយីគេឬក៏តម្រង់ក្រុមរបាំប្រជាប្រិយអីផ្សេងណាសម្រាប់របស់ខាងសិល្បៈខ្មែរអមតៈចាអាច call ចាអាចនេះបានដើម្បីគេថាជាបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនរបស់យើងចាដែលគាត់អត់បានធ្លាប់បានទស្សនាផ្ទាល់ចាណាចាហើយក៏ដូចជាចង់ជឿច្បាស់នៅព័ត៌មានលម្អិតតាក់ទងនឹងកម្មវិធីសម្ដែងគឺថាអាចតាក់ទងតាមលេខទូរស័ព្ទដែលបានជំរាបជូនអំបញ្ញមិញគឺថា017ចា99 85 70ចាឥឡូវបងវាយអារម្មណ៍របស់លោកអ្នកនិយាយជាមួយបទចម្រៀងមួយបទបន្តមកបន្តគ្នាជាមួយនឹងកិច្ចសន្ទនាជាមួយនឹងភាគកិត្តិយសក្នុងកម្មវិធីបទសម្ភាសន៍ទេពកោសល្យរបស់អ្នក 89 FM ចាកំពុងតែជក់ចិត្តនឹងការជជែកកម្សាន្តសប្បាយនៅខាងក្រៅបាញ់មិញគឺថាឥឡូវដល់ម៉ោងចូលនៅកម្មវិធីគឺថាមានរឿងជាបន្តហ្នឹងណាគេថាឥឡូវនេះជូនដល់ Miss K ដើម្បីជំរាបសំណួរដល់ភាពកិត្តិយសយើងចាតើតើនឹងគេថាទម្រាំតែអាចធ្វើបានណានៅតែមិញហ្នឹងឈុតឆាកបន្តិចបន្តួចចាទម្រាំទៅធ្វើបានហើយទៅសួរចាខាងបងប្អូនគាត់ចាត្រូវទៀមទាធ្វើការវឹកហាត់ជាច្រើនណាធ្វើគេថាត្រូវមានពេលខ្លះអត់ដឹងខ្លួនឯងខុសទៀតណាចាហើយនិយាយទៅរយៈពេលចាំកំសប5ឆ្នាំណាបាទចាហើយវឹកហាត់មកកន្លងមកនឹងមានចំណុចណាមួយដែលថាធ្វើឲ្យខ្លួនឯងដូចថាអស់សង្ឃឹមជាមួយនឹងការវឹកហាត់រៀនល្ខោននឹងឯងធ្លាប់មាននេះមានអារម្មណ៍ថាចង់លះបង់ចោលណាសម្រាប់ខ្ញុំដូចថាវាហត់ពេករៀនដូចទៅធ្វើទៅអត់បានល្អដូចតែគ្រូគាត់ទៀមទីអីអញ្ចឹងណាបាទសម្រាប់ខ្ញុំដូចថាយើងអ្វីដែលយើងធ្វើមិនល្អអញ្ចឹងយើងតែតែមានអអន់ចិត្តខ្លួនឯងប៉ុន្តែគាត់ថាបើយើងឲ្យយើងលះបង់វាចោលចង់ឈប់ចាក់ពីហ្នឹងគឺយើងមិនអាចធ្វើបានហើយបើសិនតែយើងមានចរិតនឹងគាត់ថាដូចថាគ្រូបន្ទោសយើងថាធ្វើមិនបានអញ្ចឹងហើយយើងចង់ឈប់ចង់អីហ្នឹងក៏វាមិនមែនជាចរិតសិល្បករដែរចាបើសិនតែយើងខុសអញ្ចឹងគ្រូប្រាប់អញ្ចឹងយើងត្រូវតែទទួលយកអាដំបូងមានតែគាត់កែលម្អយើងហើយយើងខំប្រឹងរកឲ្យខ្លួនឯងទៀតអញ្ចឹងបានយើងអាចរកអ្វីដែលយើងចង់បាននឹងឃើញបើសិនគាត់បន្ទោសថាធ្វើនេះមិនកើតធ្វើអីក៏មិនកើតយើងគិតថាយើងចង់ឈប់អញ្ចឹងវាអត់កើតដែរចាពួកអីទៀមទីឲ្យគេថានៅរក្សាភាពព្យាយាមរបស់យើងណាបាទចាចាស់សៃមីវិញអូនបាត់ពិសោធន៍មិនដែរធ្លាប់មានថាអូហាត់ទៅហត់ខ្លាំងពេកអីជ្រៀងអីហត់ព្រោះអីចឹងទៅមិនដែរខ្ញុំបើនិយាយពីការដែលបាត់ពិសោធន៍ដែលលំបាកខ្លាំងហ្មងក៏មិនទាន់ថាបានជួបច្បាស់លាស់ដែរចាទៅតែទទួលបានត្រឹមពាក្យស្ដីឲ្យចាគឺថាហាត់កន្លែងហ្នឹងហើយអត់ត្រូវតដែលហាញធ្វើតដែលរហូតតហាញធ្វើបានចានៅតដែលអញ្ចឹងរហូតដល់ពេលត្រូវស្ដីឲ្យអញ្ចឹងមុខគេមុខឯងមុខបងឆ្ងល់មុខចុះចាចាប់តែអស់អីនិយាយអញ្ចឹងណាបានតែយំចាអញ្ចឹងសុំធីយំអំផ្លែតបើថាកន្លងមកចាពួកយើងដូចថានិយាយទៅចាក្នុងចំណុចនេះដែរចាដែលខ្ញុំផ្ទាល់ខ្ញុំពិតជាកោតសរសើរសម្រាប់អ្នកដែលគាត់ចូលចិត្តតម្រង់សិល្បៈបែបនេះព្រោះឲ្យគាត់តែមិនត្រឹមតែចំណូលចិត្តគាត់ទេគឺអាភាពព្យាយាមតស៊ូរបស់គាត់ហ្នឹងច្រើនខ្លាំងមែនតែនសុំកោតសរសើរណាចាហើយសង្ឃឹមថានឹងបន្តរហូតចាដើម្បីគេថាជាមោទនភាពចារបស់ខ្លួនឯងផង
ចាទៅដល់ប្រទេស ជាតិ ជាតិ ទាំងមូលផងដែរចាហើយក៏ថាតាមពិតទៅមីសធីក៏ចូលចិត្តដែរខាងផ្នែករបាំបុរាណសិល្បៈខ្មែរយើងណាក៏ថាការហ្នឹងវ័យយើងវាមិនបានអំណោយផលដោយសារធនធានទាំងខាងសាលាអីក៏មិនទាន់មានហូរហែណាចាអញ្ចឹងដល់វ័យនេះហើយយើងរៀងចង់ឆេចាដាក់ឈ្មោះទៅគ្រូថាសុំទោសអត់យកចាបើថាឲ្យសម្ដែងបានអត់បញ្ហារឿងរំទុកចិត្តចោះអត់បញ្ហាចូលពួកអីដូចថាមានដងដែរដងដែរមិនថាមិនអួតទេគាត់ថាចង់ប្រាប់ប៉ុណ្ណឹងថារឿងរំវងរំបាច់មិនឲ្យខ្មាស់គេទេចាហើយតាក់តងទៅនឹងការសម្ដែងនេះដែរចាវិលត្រឡប់ទៅទាំងភ្ញៀវកិត្តិយសចាកន្លងមកធ្លាប់បានចេញទៅសម្ដែងនៅតាមខេត្តនានាឬក៏តាមប្រទេសក្រៅអីជាតំណាងជាតិតំណាងអីសាលារបស់យើងហ៎ចាខ្ញុំសចាតាមពិតទៅភាគច្រើនយើងអត់ដែរសូវសម្ដែងយរុំទៅក្រៅប្រទេសយើងអត់ដែរឆ្លងកាត់ទេយើងភាគច្រើនយើងសម្ដែងទាំងនៅក្នុងស្រុកអីចឹងបងចានេះជាជំហានដំបូងរបស់យើងផងណាចាភាគច្រើនយើងទៅតាមបណ្ដាខេត្តឬមកក៏តាមនៅក្នុងបណ្ដានៅក្នុងភ្នំពេញអញ្ចឹងយើងដើរសម្ដែងតាមនឹងចាសៃមីដូចនៅបានឆ្លងដល់វៀតណាមម្ដងចានៅក្នុងពេលណាដែរដូចជា2ដងបង2ដងតែខ្ញុំបានម្ដងដោយសារទៅលើកទៅជើងដំបងគឺបងគាត់របាំចាបងនៅថ្នាក់ជាមួយគ្នាតែគាត់រាំរបាំជូនពរចាលើកទី2គឺពួកខ្ញុំទៅរាំត្រឡោកនិងខាងបងកំសគាត់ដើរម៉ូតដើរម៉ូតសម្លៀកបំពាក់ខ្មែរបងពួកអីអានឹងទៅគេថាក្រៅពីខាងសិល្បៈយីកេណាប៉ុន្តែយើងតំណាងទៅដែរពួកអីយើងអ្នករៀនសិល្បៈត្រូវមានចេះច្រើនមែនទេអូនច្រើនជំនាញដល់អញ្ចឹងអាចនេះជាឱកាសមួយដែរមែនទេចាសម្រាប់គេថាយើងបើមិនរាំនេះរាំមនុស្សបានណាចាអរគុណច្រើនហើយឥឡូវនេះចង់បន្តទៅលោកលីវឌ្ឍនាបន្តិចព្រោះថាយើងជាអ្នកខាងគេហៅថាអ្នកជំនាញខាងប្រម៉ាយប្រមោដល់អ្នកសំណាក់ខាងក្រៅឲ្យគាត់ស្គាល់អំពីសិល្បៈខ្មែរអមតៈរបស់យើងព្រោះថាការទីផ្សារនិងអ្នកលក់គឺថាត្រូវតែមានយន្តការនិងវិធីសាស្ត្រមួយចំនួនណាអញ្ចឹងតាមលោកផ្ទាល់តាលោកគិតយ៉ាងម៉េចដែរតកតជាមួយនឹងសិល្បៈខ្មែររបស់យើងនៅពេលយើងធ្វើការអត្ថាធិប្បាយឬក៏យើងធ្វើបទបង្ហាញទៅខាងក្រៅតើសំណាក់ប្រជាជនរបស់យើងនៅខាងក្រៅតើគាត់មានចំណាប់អារម្មណ៍ថាជាខ្លាំងក្លាឬក៏ប៉ុណ្ណាដែរចា៎បាទសូមអរគុណកញ្ញា Miss T បាទចានិយាយទៅដំបូងខ្ញុំសូមនិយាយពីផលលំបាកសិនចុះចាប៉ុន្តែដោយសារទឹកចិត្តយើងស្រឡាញ់សិល្បៈនិយាយទៅចំពោះរបាំឬក៏សិល្បៈបែបបុរាណឬក៏បែបប្រពៃណីប្រជាជនខ្មែរយើងភាគច្រើនគឺគាត់មិនទាន់ជ្រុលជ្រាបឬក៏មិនទាន់ស្រឡាញ់ទេខ្ញុំនិយាយភាគច្រើនបាទតែវ័យណាដែរសុំទោសបើសិនយើងនិយាយយុវវ័យតែម្ដងយុវវ័យតែម្ដងចាគាត់អត់យល់ដឹងថាតើបុព្វបុរសយើងបានលេងដូចជាភ្លេងនីមួយហ្នឹងកើតឡើងដោយលំបាកឬក៏មានស្នាដៃដែលយូរលង់តាំងពីសម័យមុនសម័យអង្គរគាត់អត់បានចូលជ្រាបអញ្ចឹងទេចាហើយដល់ពេលអញ្ចឹងអ្នកដែលគាត់ចូលចិត្តភាគច្រើនគឺចាស់ទៅវិញទេបាទដែលគាត់មើលហើយបាទគាត់មើលហើយគាត់ចាប់អារម្មណ៍ពេលដែលយើងប្រាប់គាត់ឬក៏ខាងក្រុមភ្លេងយើងខ្ញុំឬក៏របាំខាងយើងខ្ញុំបង្ហាញប្រាប់គាត់ទៅគាត់ពេញចិត្តចាហើយភាគច្រើនគឺបរទេសគឺគាត់ចូលចិត្តក៏ខ្លាំងដែរជាពិសេសកម្មវិធីផ្លែផ្កាយើងហ្នឹងបរទេសចូលរួមសឹងតែ 70% ចាវាហាក់បីដូចជាគេថាអ្នកដតីណាបាទនេះគាត់អត់ដែរដូចថាមិនមែនជារបស់គាត់ស្ងើចសរសើរច្រើនជាងណាចាចឹងសម្រាប់លោកផ្ទាល់តើគួរតែមានវិធីសាស្ត្រអីដើម្បីតាក់ទាញនៅប្រជាជនខ្មែររបស់យើងជាពិសេសយុវវ័យរបស់យើងចាអរគុណច្រើនកញ្ញាទាំងពីរនិយាយឲ្យចំគឺខ្ញុំអរគុណលោកអានចនផុនបាទដែលគាត់អ្នកបង្កើតនៅអង្គការសិល្បៈខ្មែរអមតៈដោយមិនរើប្រាក់ចំណូលចាគឺគាត់បានខិតខំមែនតើគាត់ប្រម៉ែប្រមូលចាស់សាស្ត្រាចារ្យហ្នឹងដែលមកពីតំបន់ឆ្ងាយឬក៏ព្រំដែនអញ្ចឹងដែលភ្លេងមួយចំនួនដែលស្ទើរតែបាត់បង់ទៅហើយគាត់ប្រមូលចាស់ទាំងអស់ហ្នឹងចាស់ព្រឹទ្ធាចារ្យទាំងអស់ហ្នឹងឲ្យធ្វើជាគ្រូបង្រៀនគ្រូបង្រៀនហើយគាត់ឧបត្ថម្ភជាប្រាក់ខែឬក៏បង្កើតជាសាលាមួយហើយអាចពួកខ្ញុំអាចឲ្យភ្ញៀវទេសចរគាត់ទៅមើលថ្នាក់ហ្នឹងដូចជាថ្នាក់របាំឬក៏ថ្នាក់ស្បែកធំឬក៏ថ្នាក់អីនៅសៀមរាបអញ្ចឹងណាចាហើយយើងឧបត្ថម្ភគាត់ដើម្បីឲ្យវានៅគង់វង្ស
ដូចជារបាំឥឡូវហ្នឹងយើងក៏ទំតែជួយរបាំកែមដែលបាទកែនបាទកែនដែលស្ទើរតែបាត់បង់ទៅហើយហ្នឹងណាចាហើយយើងក៏បានរកចាស់ព្រឹទ្ធាចារ្យដើម្បីឲ្យគាត់លេងឬក៏យើងទិញឧបករណ៍ហ្នឹងយកទៅឲ្យខាងពួកគាត់ចាអរគុណច្រើនហើយចាឥឡូវនេះក៏ថាសំណួរបានហូរហើយក៏សង្ឃឹមថាមិត្តអ្នកស្ដាប់របស់យើងនឹងទទួលយកបាននៅចំណុចក៏ដូចជាថាធ្វើយ៉ាងណាតើតើមិត្តយុវវ័យរបស់យើងគឺងាកមកចាប់អារម្មណ៍តើតើនឹងវិស័យសិល្បៈខ្មែររបស់យើងកុំឲ្យបាត់បង់ចាឥឡូវនេះសូមបង្វែរអារម្មណ៍របស់ប្រិមិត្តរីករាយជាមួយនឹងបទចម្រៀងមួយបទទៀតគឺមានចំណងជឿថាក្រមុំដណ្ដឹងម្ដាយបន្តមកបន្តជាមួយនឹងកិច្ចសន្ទនាតើតើជាមួយនឹងទេពកោសល្យរបស់អ្នកដែលជាបទសម្ភាសន៍ក្នុងកម្មវិធី Miss and Miss It's your name ចានីតិចុងក្រោយក៏បានឈានចូលមកដល់សតមានីតិទៀតទេកម្មវិធី Miss and Miss នឹងឃ្លាតចាក់ឆ្ងាយទៅហើយចាឥឡូវមិនថ្មីទេសម្រាប់កម្មវិធីចុងក្រោយគឺថាភ្ញៀវកិត្តិយសរបស់ពួកយើងក៏នឹងមានព័ត៌មានបន្ថែមទៀតដែលចង់ជម្រាបជូនណាចាអញ្ចឹងចាសូមចេញពីសីមិតអូនមានអីផ្ដាំផ្ញើទៅដល់ចាបងប្អូនចាយុវវ័យរបស់យើងដែលគាត់ថាចាប់អារម្មណ៍សម្រាប់សិល្បៈខ្មែរឬក៏ចាផ្ញើជូនទៅដល់អ្នកមិនចាប់អារម្មណ៍ផងចានិយាយឲ្យគាត់ដឹងសម្រាប់ខ្ញុំគឺមិនសុំអីទេគ្រាន់តែសុំឲ្យបងប្អូនដែលបានស្ដាប់ឮទាំងអស់ចូលរួមលើកស្ទួយវិស័យសិល្បៈទាំងអស់គ្នាហើយក្រុមខ្ញុំនេះគឺមានការសម្ដែងក្នុងកម្មវិធីផ្លែផ្កានៅសារមន្ទីរជាតិតលតែម្ដងនៅថ្ងៃទីរៀងរាល់ថ្ងៃសៅរ៍ចាគឺចាប់ផ្ដើមថ្ងៃសៅរ៍ថ្ងៃ7នេះហើយថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃសៅរ៍បាទចឹងថ្ងៃសៅរ៍សម្រាប់ក្រុមពួកខ្ញុំចាក្រុមយីកេតែបើអាចទៅទាំង2ថ្ងៃក៏បានដែរថ្ងៃសុក្រនិងថ្ងៃសៅរ៍មើលទាំងរបាំផងទាំងល្ខោនផងលើកស្ទួយទាំងអស់ចាហើយសម្រាប់ខ្ញុំមានក្រុមរាំចារាំរបាំជូនពរសម្រាប់ក្នុងកម្មវិធីបុណ្យឬក៏ការចាអាចទំនាក់ទំនងតាមទូរស័ព្ទខ្ញុំផ្ទាល់ក៏បានលេខម៉ានទៅ096ចា36លេខ5ចាអរគុណច្រើនសម្រាប់ការចែករំលែកណាហើយក៏សង្ឃឹមថាមិត្តយុវវ័យរបស់យើងផាយើងនឹងមានបំណងតាក់តងណាសេមីទៅថាបងប្អូនមានការមានអីអត់អីលេខទូរស័ព្ទខ្ញុំមានហ្នឹងចាំមើលថ្ងៃណា Miss K Miss T ការចាបងការ free តែអូនណ៎បងចូលចិត្តអត់គិតថ្លៃចូលចិត្តអត់គិតថ្លៃចាអរគុណឥឡូវជូនដល់គឹមសវិញចាបាទហើយចុងក្រោយនេះដែរខ្ញុំបាទក៏សូមអរគុណបាទសម្រាប់ហើយក៏សូមផ្ដាំផ្ញើទៅដល់យុវវ័យយើងមួយចំនួនដែលកំពុងថាដូចពួកគាត់នឹងភ្លើតភ្លើនជាមួយនឹងដូចថាវប្បធម៌បរទេសឬមួយក៏ភ្លើតភ្លើនជាមួយនឹងគ្រឿងញៀននេះហ្នឹងសូមឲ្យងាកក្រោយហើយសូមមកជួយថែរក្សានៅសិល្បៈវប្បធម៌ជាតិរបស់យើងផងចាអរគុណបាទហើយបើសិនជាចង់ចូលរួមក៏ដូចជាវឹកហាត់ហ្នឹងគឺថាអាចតាក់ទងនៅខាងសិល្បៈខ្មែរអមតៈបានเนาะបាទសម្រាប់ពួកគាត់ជារួមយុវជនខ្មែរយើងបើសិនតែថាពេលទំនេរដូចជាថាដូចសម្រាប់ថ្ងៃអាទិត្យហ្នឹងតនេហ្នឹងពួកគាត់មានពេលវេលាគាត់អាចមកហាត់រៀនសិល្បៈខ្មែរយើងតាមរយៈអង្គការសិល្បៈខ្មែរអមតៈហ្នឹងគឺវាជួយសម្រាប់យើងផងដែរវាជួយយើងអាចរកថវិកាមួយចំនួនសម្រាប់គ្រប់គ្រងក្នុងការសិក្សារៀនសូត្រអីចឹងដែរចាបើសិនជាទំនេរណារៀនព្រោះអីតារៀនហើយចាព្រោះអង្គការគាត់មានកម្មវិធីផ្សេងអញ្ចឹងអាចចូលរួមចាសម្ដែងអញ្ចឹងទៅចាអាចទទួលរកគេហៅថាអាចមានថវិកាសម្រាប់គ្រប់គ្រងខ្លួនឯងណាចាអរគុណច្រើនឥឡូវហ្នឹងដែរក្រុមថ្នាក់ពួកខ្ញុំហ្នឹងក៏បានបង្កើតជាក្រុមសម្រាប់ដោយដាក់ឈ្មោះថា GK អមតៈហើយក៏មានទទួលដូចថាសម្រាប់ប្រជាជនឬក៏មកចង់នេះអីត្រូវការសម្ដែងសិល្បៈដូចជាល្ខោនដូចជារបាំដូចជាចម្រៀងរបាំអីចឹងទៅសិល្បៈចម្រុះណាបាទគឺអាចទៅចូលរួមជាមួយពួកគាត់បានចាបាទតាក់តងមកគំសផ្ទាល់ឬក៏យ៉ាងម៉េចតាក់តងតាមរយៈគ្រូចាលេខប្រហែលដែរបាទ092 96 69និង91ចាគ្រូឈ្មោះអីដែរចាគាត់ឈ្មោះអ៊ុយលតាវ៉ាន់ចាលតាវ៉ាន់អរគុណហើយចុចលោកទេវតាណាវិញសារចុងក្រោយតាក់ទងជាមួយនឹងសិល្បៈខ្មែររបស់យើងខាងជំនាញទីផ្សារនិងលក់តើគួរតែមានអីខ្លះសូមអរគុណកញ្ញាទាំងពីរកញ្ញា K និងកញ្ញា T
បាទជាចុងក្រោយខ្ញុំក៏អរគុណទៅដល់ Air Asia ដែលគាត់តែងតែឧបត្ថម្ភគឺដំបូងហ្នឹងបានគាត់ជួយឧបត្ថម្ភទៅលើខាងសិល្បៈផ្លែផ្ការបស់យើងហើយក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានជួយឧបត្ថម្ភឬក៏ជួយគាំទ្រវិស័យសិល្បៈចុងក្រោយគឺនៅសារមន្ទីរជាតិតែម្ដងមកបានគាត់បានន័យថាបានផ្ដល់ទីកន្លែងដើម្បីជួយជួយភាពងាយបង្កភាពងាយស្រួលដើម្បីពួកយើងដើម្បីសម្ដែងនៅទីនោះចា៎ហើយប្រិយមិត្តទាំងអស់គ្នាឬក៏ប្រិយមិត្ត NRG ទាំងអស់បាទក៏ដោយលោកយាយលោកតាចា៎បាទបើសិនជាចង់តំណាក់តំណងទិញឬក៏ជួសម្បត្តិពីខាងយើងបានគឺតាមរយៈលេខទូរស័ព្ទមួយសារទៀតខ្ញុំសូម017 99 88 70ឬក៏អាចចូលទៅគេហទំព័រខាងសិល្បៈយើងក៏បានដែរបាទគឺ www.cambodianlivingarts.org បាទចា៎អរគុណច្រើនហើយឥឡូវនេះដោយសារតែនីតិចុងក្រោយទៅហើយកម្មវិធី Miss and Me ក៏មិនអាចបន្តទៅមុខទៀតបានចា៎ជាតិពេលនេះតែម្ដងក៏សូមអរគុណដល់ភ្ញៀវកិត្តិយសរបស់យើងទាំង3ណាលោកវឌ្ឍនាគឹមសនិងស្រីមីអរគុណដែលបានចំណាយពេលវេលាសម្រាប់ការចូលរួមចែករំលែកនឹងចំណេះដឹងក៏ដូចជាបទពិសោធន៍ខ្លះៗទាក់ទងនឹងសិល្បៈខ្មែរយីកេរបស់យើងណាជាសិល្បៈខ្មែរហើយក៏សង្ឃឹមថាយើងនឹងមានឱកាសក្រោយជួបគ្នាម្ដងទៀតដើម្បីតាក់ទងជាមួយនឹងសិល្បៈទម្រង់ចម្រុះក៏ផ្សេងៗដែលយើងថាមានជាងនឹងហើយណាចាឆ្ពោះទៅលោកភាពកំពុងខ្ពស់ជាងនឹងទៀតចាអរគុណច្រើនហើយក៏សង្ឃឹមឲ្យជូនពរដល់កម្មវិធីផ្លែផ្កាសម្រាប់រដូវកាលនៅខែទី6ខែមិថុនានេះគឺបានជោគជ័យទាំងអស់គ្នាណាចាអរគុណច្រើនចាជម្រាបលាហើយឥឡូវនេះសូមជម្រាបបន្តិចទៀតទេតាសម្រាប់កម្មវិធី Miss and Me នៅថ្ងៃស្អែកថ្ងៃអាទិត្យគឺយើងនឹងមានបទសម្ភាសន៍មួយទៀតទេកសលរបស់អ្នកដែរប៉ុន្តែក្រុមការងារតាក់ទងនឹងរឿងមហោស្រពបេតិកភណ្ឌភាពយន្តអន្តរជាតិគាត់នឹងមកចូលរួមចែករំលែកព័ត៌មានលម្អិតតាក់ទងនឹងកម្មវិធីមហោស្រពបេតិកភណ្ឌភាពយន្តអន្តរជាតិនេះផងគឺថាលោកស៊ុំស៊ីថែនចាតាក់ទងនឹងការបញ្ចាំងភាពយន្តផងដែរចាហើយក្នុងនោះគឺថាបើតាមខ្ញុំចាំគឺមានរឿងខ្មែររបស់យើងគឺអននៃសៃអននឹងបញ្ចាំងជូននៅថ្ងៃទឹកសប្តាហ៍ក្រោយគឺម៉ោង 2 រសៀលជាសម្រាប់ព័ត៌មានលម្អិតគឺថាអាចស្ដាប់បន្តតាមដានជាមួយនឹងកម្មវិធី Miss and Me ជាមួយនឹងលោកស៊ុំស៊ីថានក៏ដូចជា Miss T និង Miss K អរគុណនៅពេលនេះសូមជូនប័ណ្ណចម្រៀងជាចំណងដៃចុងក្រោយបន្តមកជួយជាមួយនឹងកម្មវិធីបន្តគឺ NRG Market នៅពេលនេះនឹងខ្ញុំ Miss T ចានឹងខ្ញុំ Miss K និងភាពជួយទាំង3នាក់សូមអរគុណនិងជម្រាបលានៅពេលនេះចា